ធ្លាប់សម័យដែរឬទេថាថ្ងៃមួយពិភពលោកនឹងគ្មានដើមឈើសំបីតែមួយដើមគ្មានព្រៃបៃតងគ្មានម្លប់ត្រជាក់គ្មានសត្វបក្សាបក្សីយំតើមនុស្សអាចរស់នៅបានទៀតដែរឬទេថ្ងៃនេះយើងនឹងធ្វើការស្វែងយល់អំពីអនាគតដ៏គួរឲ្យភ័យខ្លាចមួយគឺថាតើនឹងមានអ្វីកើតឡើងប្រសិនបើពិភពលោកអស់ដើមឈើជាការពិតដើមឈើគឺជារោងចក្រផលិតនូវអុកស៊ីសែនធម្មជាតិដ៏ធំបំផុតមួយនៅលើភពផែនដីរាល់ថ្ងៃវាស្រូបយកអូស្មန်កាបូនឌីអុកស៊ីតនិងបញ្ចេញអូស្មန်អុកស៊ីសែនដែលអាចឲ្យយើងដកដង្ហើមបានបើគ្មានដើមឈើបរិមាណអុកស៊ីសែននឹងថយចុះបន្តិចម្ដងខណៈដែលអូស្មန်ផ្ទះកញ្ចក់នឹងកើតឡើងយ៉ាងខ្លាំងខ្យល់ដែលយើងដកដង្ហើមនឹងកាន់តែអាក្រក់ទៅហើយជីវិតមនុស្សក៏នឹងប្រឈមនឹងហានិភ័យកាន់តែខ្លាំងដើមឈើជួយកាត់បន្ថយសីតុណ្ហភាពក្តៅដោយផ្ដល់ម្លប់និងបញ្ចេញសំណើមចូលទៅក្នុងបរិយាកាសបើពិភពលោកគ្មានដើមឈើសីតុណ្ហភាពសកលក៏នឹងកើនឡើងយ៉ាងលឿនរលកកម្ដៅក៏នឹងคล้ายទៅជារឿងធម្មតាដែលធ្វើឲ្យទីក្រុងជាច្រើនអាចក្តៅរហូតដល់មនុស្សពិបាករស់នៅព្រៃឈើគឺជាផ្ទះរបស់សត្វនិងរុក្ខជាតិរាប់លានប្រភេទបើព្រៃឈើបាត់បង់សត្វជាច្រើនក៏នឹងគ្មានជម្រកខ្លះក៏អាចនឹងស្លាប់ដោយអត់អាហារខ្លះទៀតក៏នឹងផុតពូជជារៀងរហូតប្រព័ន្ធអេកូឡូស៊ីទាំងមូលក៏នឹងដួលរលំឬដើមឈើនឹងជួយទប់ដីនិងរក្សាទឹកភ្លៀងបើគ្មានដើមឈើភ្លៀងនឹងធ្លាក់ខ្លាំងឬបង្កឲ្យคล้ายទៅជាទឹកជំនន់ភ្លាមដីនឹងហូរបាក់និងបាត់បង់ជីជាតិនៅកន្លែងផ្សេងទៀតវិញនឹងคล้ายជាវាខ្សាច់ដ៏ស្ងួតហួតហែងដំណាំជាច្រើនអាស្រ័យទៅលើអាកាសធាតុស្ថិរភាពនិងដីមានជីវជាតិនៅពេលដែលបាត់បង់ព្រៃឈើការផលិតសម្ភារអាហារនឹងធ្លាក់ចុះតម្លៃអាហារនឹងកើនឡើងប្រទេសជាច្រើននឹងអាចជួបនឹងវិបត្តិអត់ឃ្លានហើយទាំងអស់នេះគ្រាន់តែជាផ្នែកមួយនៃផលវិបាកប៉ុណ្ណោះនៅពេលដែលដើមឈើបាត់បង់បញ្ហានីមួយៗក៏នឹងផ្សារភ្ជាប់គ្នាជាច្រវាក់ដោយបង្កឲ្យមានវិបត្តិបរិស្ថានសេដ្ឋកិច្ចសង្គមកាន់តែធ្ងន់ធ្ងរជាសំណាងល្អពិភពលោកនៅពុំទាន់បាត់បង់ដើមឈើនៅឡើយទេប៉ុន្តែជារៀងរាល់ឆ្នាំព្រៃឈើរាប់លានហិកតាកំពុងតែត្រូវបានកាប់បំផ្លាញដើមឈើមួយដើមប្រហែលជាមើលទៅតូចប៉ុន្តែវាមានតម្លៃយ៉ាងធំធេងសម្រាប់ជីវិតទាំងអស់គ្នានៅលើភពផែនដីនៅប្រទេសកម្ពុជាក៏មានយុទ្ធនាការនិងកម្មវិធីជាច្រើនដែលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានក៏ដូចជាការចូលរួមដាំដើមឈើផងដែរនៅក្នុងនោះកម្មវិធីពន្លកបៃតងដែលផ្ដួចផ្ដើមដោយអាដាមបណ្ឌិតអ៊ីងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានមានគោលបំណងជំរុញការដាំដើមឈើបង្កើនគម្របព្រៃឈើនិងបណ្ដុះស្មារតីស្រឡាញ់បរិស្ថានដល់ប្រជាពលរដ្ឋជាពិសេសគឺយុវជនជំនាន់ក្រោយសាររបស់កម្មវិធីនេះគឺសាមញ្ញប៉ុន្តែមានអត្ថន័យជ្រាលជ្រៅដាំថ្ងៃនេះដើម្បីបៃតងថ្ងៃស្អែកប្រសិនបើមនុស្សម្នាក់ដាំដើមឈើយ៉ាងហោចណាស់មួយដើមនិងចូលរួមថែរក្សាវានោះយើងនឹងអាចចូលរួមការពារបរិស្ថានកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងរក្សាផែនដីឲ្យនៅបៃតងសម្រាប់កូនចៅជំនាន់ក្រោយចុះអ្នកវិញតើអ្នកបានដាំដើមឈើមួយដើមហើយឬនៅសូមចូលរួមបញ្ចេញមតិខាងក្រោមហើយកុំភ្លេច like share និង subscribe ដើម្បីគាំទ្រការផ្សព្វផ្សាយចំណេះដឹងអំពីបរិស្ថាននិងការអភិរក្សធនធានធម្មជាតិ